ថ្ងៃនេះនាងខ្ញុំមកធ្វើនំខ្មែរយើងមួយមុខទៀតទេបងប្អូនអើយគឺនំបាញ់បែវអូយហៅរៀងឈ្មោះហ្នឹងរៀងថាពិបាកតិចទេបងប្អូនអើយបើសិនខុសឆ្គងអីជួយខមមិននៅខាងក្រោមហ្នឹងផងហើយនេះសណ្តែករបស់នាងខ្ញុំគឺលាងទឹកឲ្យស្អាតហើយក៏យើងបានត្រាំរយៈពេល2ទៅ3ម៉ោងរួចហើយយើងចាប់ផ្ដើមយកចំហុយទុកចោលវានៅឡៃសិនចឹងណាហើយស្លឹកចេកចំពោះស្លឹកចេកនេះខ្ញុំនេះគឺចាប់ដើមសកវាហើយក៏ទុកហាវាអីចឹងទៅហើយម្សៅថ្ងៃនេះដែរគឺមិនសូវជាពិបាកអីប្រហែលទេបងប្អូនគឺមានម្សៅខ្សាយហើយនិងម្សៅឆារបស់យើងហើយមានខ្ទិះដូងមានទាំងអាខ្ទិះមិនទាន់ពូតហើយនឹងស្ករសហើយនឹងមានអំបិលមានអីតិចអីចឹងទៅណាបងប្អូនហើយយើងក៏ជូតស្លឹកចេកជូតអីហើយសណ្តែករបស់នាងខ្ញុំគឺថាចាប់ផ្ដើមឆ្អិនហើយបងប្អូនឆ្អិនហើយគឺយើងយកមកទុកនឹងម្ល៉េះសិនចឹងទៅហើយសណ្តែកនេះគឺបងប្អូនចង់បានជ្រប់អីក៏បានមិនឬក៏រៀងឆ្អិនដូចនេះខ្ញុំនឹងក៏បានដែរហើយចន្លោះពីពេលហ្នឹងគឺយើងយកចានពេងអាកោហ្នឹងណាបងប្អូនយើងយកមកចំហុយវាទុករយៈពេល3ទៅ4នាទីសិនដើម្បីឲ្យវាងុំអញ្ចឹងហើយយើងចាប់ផ្ដើមមកលាយម្សៅរបស់យើងហើយម្សៅយើងដាក់រៀងចូលគ្នាសពអស់ហើយក៏យើងចាប់ផ្ដើមកូរវារៀងមកទទូសិនទៅដើម្បីឲ្យសាច់ម្សៅហើយនឹងស្កររបស់យើងនឹងចូលជាតិគ្នាឡើងល្អហើយនេះកតងគឺកតងនំដែលយើងឆ្អិនហើយយើងយកមកដាក់អញ្ចឹងហើយកតងដូចស្តៀងនំផ្លែអាយដែរបងប្អូនហើយបងប្អូនអត់មានស្លឹកចេកស្លឹកអីទេអាចដាក់កូនកែវសារាយចំហួយអីក៏បានដែរហើយរួចហើយយើងកែវរបស់យើងគឺចាប់ផ្ដើមក្តៅហើយយើងយកម្សៅដែលយើងបានលាយហើយហ្នឹងយើងយកមកចាក់ចូលរៀងកែវហ្នឹងឲ្យពេញទៅហើយបងចំពោះចាក់ហ្នឹងដែរយើងកុំចាក់រៀងពេញពេកយើងរៀងចាក់ពាក់កណ្ដាលអីបានហើយនិយាយទៅពីថារូបរាងបងប្អូនអើយគឺថាដូចហើយនិយាយទៅនំមួយមុខនេះគឺនាងខ្ញុំចាំបានថាកាលនៅទូចបងប្អូនធ្លាប់ញ៉ាំហើយឆ្ងាញ់ហើយតែអត់ដឹងមុខឈ្មោះនំនឹងយ៉ាងម៉េចទេហើយថ្ងៃនេះគឺមកធ្វើខ្លួនឯងគឺថាតំណងហើយនិយាយពីថាជាតិមិនសូវជាផ្អែមប្រហែលទេឡំហើយបងប្អូនចង់បានផ្អែមអីក៏បានដែរហើយយើងដាក់កតងដាក់អីចឹងទៅបងប្អូនគឺថានិយាយទៅនៅកាលនៅក្មេងៗមកកតង3បាតនិយាយទៅមកកតង300 500អីហ្នឹងអីបងប្អូនហើយនេះនំបាញ់បែវរបស់យើងគឺចាប់ផ្ដើមចេញរូបរាងហើយបងប្អូនហើយនេះក្នុងមួយឆ្នាំងសឹងគឺនាងខ្ញុំចាក់បាន4កន្ទងហើយយើងនេះជាងឆ្អិនមួយឆ្នាំងហើយយើងនៅបន្តចាក់មួយឆ្នាំងទៀតហើយនេះដូងរបស់យើងគឺយើងមិនយកចាស់ពេកក៏មិនយកខ្ចីពេកដែរយកមកល្មមដែលយើងអាចកោះបានហើយរួចហើយក៏យើងដាក់មកលើនំរបស់យើងទៅគឺថាពីតំណងហើយនំខ្មែរមួយមុខនេះដែរគឺថាមិនសូវសម្បូរអ្នកធ្វើហូបអីប្រហែលទេបងប្អូនឡើងចង់ភ្លេចអស់ហើយនេះដែរគឺនំខ្មែររបស់យើងហើយបងប្អូនឃើញហើយកុំភ្លេចជួយ like និងជួយ share វីដេអូនេះឲ្យកូនខ្មែររបស់យើងស្គាល់ផងហើយបើសិនជាធ្វើខុសឆ្គងអីបងប្អូនកុំខឹងកុំប្រកែកប្រកាន់របស់នាងខ្ញុំអីហើយនេះគឺនំរបស់យើងគឺថាតំណងហើយជាតិដាក់មួយម៉ាត់ទៅគឺថាឆ្ងាញ់ហ្មងមិនខុសពីគេធ្វើលក់អីប្រហែលទេហើយបងប្អូនអាចធ្វើបាននៅតាមផ្ទះតាមអីចឹងណាមិនបាច់ធ្វើអីច្រើនក៏បានទេធ្វើតែមកល្មមញ៉ាំដូចនាងខ្ញុំក៏បានដែរអរគុណច្រើន